ជេងឌូ J20 ជាយន្តហោះចម្បាំងទំនើបចុងក្រោយរបស់ប្រទេសចិនដែលនឹងធ្វើឲ្យពិភពប្រយុទ្ធតាមអាកាសកាន់តែគួរឲ្យព្រឺព្រួយយន្តហោះចម្បាំងចំនួនទី5របស់ចិនមួយនេះមានរហស្សនាមស្ដេចនាគដែលមានសមត្ថភាពបំបាំងកាយក្នុងល្បឿនជិត 2500 គីឡូម៉ែត្រក្នុង1ម៉ោងជាល្បឿនលឿនប្រហែលសំឡេងវាត្រូវបានរចនាឡើងជាមួយនឹងស្លាបច្រមុះផ្នែកខាងមុខតូចស្លីមមានទម្ងន់ប្រហែលជា 20,000 គីឡូក្រាមដែលស្រាលជាងយន្តហោះចម្បាំងចំនួនមុនការនេះធ្វើឲ្យជេងឌូ J20 អាចបត់បែនចាក់គួរត្រឡប់ខ្លួនក្នុងរង្វង់360ដឺក្រេបានយ៉ាងរហ័សគ្មានគូប្រដូចយន្តហោះ J20 ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបបំផុតរួមទាំងរ៉ាដាស្កេនអេឡិចត្រូនិកប្រព័ន្ធស្វែងរកនិងតាមដានអ៊ីនហ្វ្រារ៉េតនិងឧបករណ៍អេឡិចត្រូនិកសម្រាប់សង្គ្រាមឧបករណ៍ទាំងនេះអនុញ្ញាតឲ្យយន្តហោះនេះរកឃើញគោលដៅវាយប្រហារតាំងពីចម្ងាយហើយថែមទាំងអាចដឹងពីស្ថានភាពរបស់គូសត្រូវទៀតផងក៏ប៉ុន្តែសម្រាប់គូប្រយុទ្ធវិញពិបាកកំណត់យន្តហោះនេះណាដោយសារតែវាអាចបំបាំងកាយយ៉ាងលឿននិងត្រូវបានរចនាឡើងជាមួយនឹងឧបករណ៍ដែលរ៉ាដាពិបាកនឹងចាប់វាបានប្រទេសចិននាពេលថ្មីនេះថែមទាំងបានផលិតម៉ាស៊ីនពិសេសសម្រាប់យន្តហោះចម្បាំងនេះទៀតផងដែលខ្លាំងជាងយន្តហោះចម្បាំងចំនួនទី5របស់ប្រទេសផ្សេងទៀត J20 អាចបាញ់ប្រហារទាំងនៅលើអាកាសនិងពីលើអាកាសទៅដីដោយវាអាចផ្ទុកគ្រាប់រំសេវនិងមីស៊ីលចម្ងាយឆ្ងាយ PL-15 ដែលអាចបាញ់ចំគោលដៅពីចម្ងាយតែម្ដងក្នុងតម្លៃប្រហែលជា$120លានក្នុងមួយគ្រឿង J20 មានសមត្ថភាពមិនចាញ់យន្តហោះចម្បាំង F-22 Raptor របស់អាមេរិកដែលមានតម្លៃ$150លាននោះទេហើយវាក៏មិនចាញ់យន្តហោះចម្បាំង Su-57 របស់រុស្ស៊ីនោះដែរសម្រាប់ចិន J20 មិនមែនគ្រាន់តែជាយន្តហោះចម្បាំងបំបាំងកាយដ៏អស្ចារ្យប៉ុណ្ណោះទេតែជានិមិត្តរូបនៃអំណាចជាតិនិងឧត្តមភាពបច្ចេកវិទ្យាចិនក្រុងផលិតយន្តហោះនេះពី60ទៅ100គ្រឿងជារៀងរាល់ឆ្នាំ